ព្រះគម្ពីរលោកុបាទចំពុក3ឯពស់ជាសត្វមួយដែលមានកល្បិចលើជាងអស់ទាំងសត្វព្រៃដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើនវិពោលទៅកាន់ស្ត្រីថាតើព្រះមានបន្ទូលថាអ្នកមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនច្បារមែនឬស្ត្រីពោលទៅកាន់ពស់ថាយើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនច្បារបានតែព្រះទ្រង់មានបន្ទូលថាមិនត្រូវបរិភោគផ្លែឈើមួយដែលនៅកណ្ដាលសួនច្បារនោះឡើយហើយក៏កុំប៉ះពាល់ដល់ក្រែងលោស្លាប់ប៉ុន្តែពស់និយាយទៅកាន់ស្ត្រីថាអ្នកនឹងមិនស្លាប់ជាពិតទេត្បិតព្រះទ្រង់ជ្រាបថាពេលណាអ្នកបរិភោគផ្លែឈើនោះភ្នែកអ្នកនឹងបានភ្លឺហើយអ្នកនឹងបានដូចជាព្រះព្រមទាំងដឹងខុសត្រូវផងដូច្នេះពេលស្ត្រីឃើញថាផ្លែឈើនោះបរិភោគបានក៏ជាទីគប់ដល់ភ្នែកហើយថាដើមឈើនោះគួរឲ្យចង់បានដើម្បីឲ្យមានប្រាជ្ញានាងក៏បែបផ្លែឈើនោះមកបរិភោគព្រមទាំងចែកឲ្យប្តីនៅជាមួយហើយប្តីក៏បរិភោគដែរពេលនោះស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើងហើយគេដឹងថាគេនៅខ្លួនទទេហើយគេក៏យកស្លឹកល្វាមកខ្ទាស់ធ្វើជាពឹងបិទបាំងកាយពួកគេបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះដែលយាងនៅក្នុងសួនច្បារនៅពេលថ្ងៃលហើយនោះបរោះនឹងប្រពន្ធគាត់ក៏ពួនពីព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្ដាលដើមឈើក្នុងសួនច្បារព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅបរោះនោះដោយមានបន្ទូលទៅគាត់ថាអ្នកនៅឯណាគាត់ទូលឆ្លើយថាទូលបង្គំបានឮសំឡេងព្រះអង្គនៅក្នុងសួនច្បារទូលបង្គំភ័យខ្លាចព្រោះទូលបង្គំនៅខ្លួនទទេហើយទូលបង្គំក៏ពួនព្រះអង្គមានបន្ទូលសួរថាតើអ្នកណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះតើអ្នកបានបរិភោគផ្លែឈើដែលយើងបានហាមមិនឲ្យបរិភោគនោះឬបរោះឆ្លើយថាស្ត្រីព្រះអង្គបានប្រទានមកឲ្យនៅជាមួយទូលបង្គំនាងបានឲ្យផ្លែឈើនោះមកទូលបង្គំក៏ទទួលទានទៅពេលនោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅកាន់ស្ត្រីថាម្ដេចបានជានាងធ្វើដូច្នេះស្ត្រីឆ្លើយថាពស់បានបញ្ឆោតខ្ញុំម្ចាស់ហើយខ្ញុំម្ចាស់ក៏ទទួលទានទៅព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថាដោយព្រោះឯងបានធ្វើដូច្នេះក្នុងចំណោមសត្វស្រុកនិងសត្វព្រៃទាំងអស់ឯងជាសត្វត្រូវបណ្ដាសាហើយគឺឯងត្រូវលួនតែនឹងពស់ហើយត្រូវស៊ីធូលីដីអស់មួយជីវិតយើងនឹងធ្វើឲ្យឯងនិងស្ត្រីព្រមនឹងពូជឯងនិងពូជនាងคล้ายជាសត្រូវនឹងគ្នាពូជនាងនឹងកាន់ក្បាលឯងហើយឯងនឹងចឹកកែងជើងពូជនាងព្រះអង្គក៏មានបន្ទូលទៅស្ត្រីថាយើងនឹងធ្វើឲ្យនាងមានសេចក្តីព្រួយលំបាកជាច្រើននៅពេលមានផ្ទៃពោះនាងនឹងសម្រាលកូនទាំងឈឺចុកចាប់ចិត្តនាងនឹងប្រាថ្នាចង់បានប្តីហើយប្តីនឹងត្រូវត្រួតត្រាលើនាងព្រះអង្គមានបន្ទូលទៅអាដាមថាដោយព្រោះអ្នកបានស្ដាប់តាមពាក្យប្រពន្ធរបស់អ្នកហើយបរិភោគផ្លែឈើដែលយើងបានហាម5អ្នកថាមិនត្រូវបរិភោគផ្លែឈើនោះឡើយនោះដីនឹងត្រូវបណ្ដាសាដោយសារអ្នកនឹងរកស៊ីពីដីដោយនឿយហត់អស់មួយជីវិតដីនឹងដុះចេញជាបន្លាហើយអញ្ចាញឲ្យអ្នកហើយអ្នកនឹងបរិភោគទិន្នជាតិទាំងឡាយដែលដុះនៅតាមទីវាលអ្នកនឹងបានអាហារបរិភោគដោយការបែកញើសរហូតទៅដល់អ្នកត្រឡប់ទៅជាដីវិញត្បិតយើងបានយកអ្នកពីដីមកអ្នកជាធូលីដីហើយអ្នកនឹងត្រឡប់ជាធូលីដីវិញអាដាមបានដាក់ឈ្មោះឲ្យប្រពន្ធគាត់ថាអេវ៉ាព្រោះនាងជាម្ដាយនៃជីវិតមនុស្សទាំងអស់ព្រះយេហូវ៉ាដែលជាព្រះបានធ្វើឲ្យអាវពីស្បែកសត្វឲ្យអាដាមនិងប្រពន្ធគាត់ដើម្បីបិទបាំងកាយពេលនោះព្រះយេហូវ៉ាដែលជាព្រះមានបន្ទូលថាមើលមនុស្សបានត្រឡប់ជាម្នាក់ដូចយើងដែរទាំងដឹងខុសត្រូវផងហើយឥឡូវនេះគេលូកដៃទៅបេះផ្លែឈើពីដើមឈើជីវិតបរិភោគបានទៀតផងហើយរស់ជារៀងរហូតដូច្នេះព្រះយេហូវ៉ាដែលជាព្រះក៏មិនដេញគេចេញពីសួនច្បារអេដែនឲ្យទៅភ្ជួររកដីដែលព្រះអង្គបានយកគេចេញមកនោះព្រះអង្គបានមិនដេញមនុស្សចេញហើយដាក់ជារូបនាមនៅខាងកើតសួនច្បារអេដែននិងតាវជាអណ្ដាតភ្លើងរេបែទៅគ្រប់ទិសដើម្បីការពារផ្លូវទៅឲ្យដើមឈើជីវិត